ទៅដល់ណាអភិវឌ្ឍនៅទីនោះលោកគួចចម្រើនរៀបចំកែលម្អប្រចាំស្ទឹងព្រែកត្នោតគួរឲ្យទាក់ទាញអភិបាលខេត្តកណ្ដាលលោកគួចចម្រើនបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធនិងមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់កែលម្អជ្រាងស្ទឹងត្នោតព្រែកក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅការរសៀលថ្ងៃទី8ខែមករាឆ្នាំ2026លោកគូចម្រើនបានធ្វើការណែនាំក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ជ្រាងស្ទឹងដោយអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសម្ដៅធានាបាននូវសុវត្ថិភាពនិងមានគុណភាពរឹងមាំល្អព្រមទាំងសាងសង់ឲ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុកសូមគូសបញ្ជាក់ថាគម្រោងស្ថានីយកែលម្អជ្រាងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹងក្នុងក្រុងតាខ្មៅខេត្តកណ្ដាលមានប្រវែងសួនសាធារណៈ490ម៉ែត្រនិងមានបង្គំថ្មីប្រវែង450ម៉ែត្រក្នុងនោះបានរៀបចំចំនួន3ថ្នាក់បើតាមរដ្ឋបាលខេត្តកណ្ដាលគម្រោងនេះក្រុងនឹងបញ្ចប់សាងសង់ 100% នៅចុងឆ្នាំ2026ខាងមុខនេះ